ទាហានភ្នែកឥន្ទ្រីនៅជួរមុខនៃសមរភូមិដ៏ក្តៅគគុកមួយក្នុងព្រៃជ្រៅនៃភ្នំភ្លើងមានទាហានវ័យក្មេងម្នាក់ឈ្មោះថាមេសាដែលជាគេស្គាល់ថាជាភ្នែកឥន្ទ្រីដោយសារតែប៉ិនប្រសពក្នុងការបាញ់កាំភ្លើងធំគេនិយាយថាមេសាអាចបាញ់គ្រាប់កាំភ្លើងធំឲ្យចំគោលដៅនៅចម្ងាយរាប់គីឡូម៉ែត្រទោះបីជាមានខ្យល់បក់ខ្លាំងឬភ្លៀងធ្លាក់ក៏ដោយថ្ងៃនោះកងទ័ពសត្រូវបានរាយការណ៍ថាកំពុងរៀបចំផែនការវាយលុកភ្លាមពួកគេបានលាក់ខ្លួននៅក្នុងជ្រោះភ្នំមួយដែលពិបាកនឹងរកឃើញមេបញ្ជាការបានហៅមេសាមកហើយនិយាយដោយទឹកមុខស្ងួតមេសាយើងមានឱកាសតែមួយគត់សត្រូវនៅចម្ងាយ5គីឡូម៉ែត្រហើយគ្រាប់កាំភ្លើងធំរបស់យើងនៅសល់តែ3គ្រាប់ប៉ុណ្ណោះឯងអាចធ្វើអ្វីបានទេមេសាញញឹមបន្តិចហើយឆ្លើយលោកបញ្ជាការប្រគល់ឲ្យខ្ញុំចោះគេដើរទៅកាន់កាំភ្លើងធំដែលជាអាវុធចាស់មួយប៉ុន្តែនៅតែមានអានុភាពគេអង្គុយចុះពិនិត្យឧបករណ៍វាស់ចម្ងាយនិងគណនាយ៉ាងល្អិតល្អន់ខ្យល់បក់មកពីទិសខាងជើងមានភ្លៀងចាប់ផ្ដើមរិចទាហានផ្សេងទៀតសម្លឹកមកមេសាដោយភាពបារម្ភមេសាបិទភ្នែកមួយផ្លេតដកដង្ហើមវែងនិងនឹកឃើញភូមិកំណើតរបស់គេដែលគ្រួសារកំពុងរងចាំខ្ញុំនឹងមិនធ្វើឲ្យគេខកចិត្តទេគេគិតបន្ទាប់មកគេបញ្ជាឲ្យទាហានផ្ទុះគ្រាប់ទី1បាញ់សំឡេងកាំភ្លើងធំបន្លឺឡើងធ្វើឲ្យដីរំជួយគ្រាប់ទី1ហោះទៅចំគ្រាប់កាំភ្លើងអាវុធរបស់សត្រូវបណ្ដាលឲ្យផ្ទុះយ៉ាងខ្លាំងផ្សែងខ្មៅហុយឡើងពីជ្រលងភ្នំទាហានទាំងអស់ស្រែកអបអរសាទរប៉ុន្តែសត្រូវនៅតែមានរថក្រោះ2គ្រឿងទៀតមេសាលៃលោកតម្រូវមុំកាំភ្លើងយ៉ាងរហ័សដោយគិតគូរពីទិសខ្យល់ដែលផ្លាស់ប្ដូរគ្រាប់ទី2ត្រូវបាញ់ចេញទៅហើយវាចំរថក្រោះមួយគ្រឿងធ្វើឲ្យវាคล้ายទៅជាគំនោដែកឆេះឥឡូវនៅសល់តែមួយគ្រាប់ចុងក្រោយសត្រូវបានរាយការណ៍ថាកំពុងរត់គេចខ្លួនមេសាដឹងថាបើគ្រាប់នេះមិនចំសត្រូវអាចនឹងត្រឡប់មកវាយលុកសាជាថ្មីគេផ្ដោតអារម្មណ៍យ៉ាងខ្លាំងគណនាកន្លងម្ដងទៀតហើយបញ្ជាឲ្យបាញ់កំភ្លើងចុងក្រោយហោះទៅចំគោលដៅសត្រូវបណ្ដាលឲ្យពួកគេបែកខ្ចាត់ខ្ចាយនិងបោះពួយវាយលុកសត្រូវនិងសមរភូមិស្ងៀមស្ងាត់ទាហានទាំងអស់និងមេសាស្មាក់ស្មាដីស្រែកអបអរដោយភាពសប្បាយរីករាយតាំងពីថ្ងៃនោះមកភ្នែកឥន្ទ្រីខ្លាយទៅជារៀងព្រេងក្នុងចំណោមទាហានមេសាមិនត្រឹមតែជាអ្នកបាញ់កំភ្លើងធំប៉ិនប្រសពប៉ុណ្ណោះទេគេថែមជាក្តីស្នេហាជាតិចំពោះជាតិ